ណាគេបកកាយស្អាតបហូបដូចខ្ញុំដែរបហូប3មុខនេះហាមកម្ដៅលើសពីម្ដងឲ្យសោះទី1សឡកកូរនៅក្នុងសឡកកូរមានស្លឹកបាសមានបន្លែបៃតងមានត្រួយល្ហុងមានខ្ទិហើយបន្លែទាំងអស់ហ្នឹងកាលណាយើងទុកយូរហើយយកទៅកម្ដៅម្ដងហើយម្ដងទៀតវានឹងមានសារធាតុនីត្រាតដែលធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពបានដែរទី2សម្លការីវាមានខ្ទិះដូងហើយអាខ្ទិះហ្នឹងកាលណាយើងកម្ដៅច្រើនទៅវានឹងចាប់ផ្ដើមបំបែកចេញនៅសារធាតុប្រេងហើយសារធាតុប្រេងច្រើនសល់យូរហ្នឹងវានឹងធ្វើឲ្យមានសារធាតុដែលយើងញ៉ាំទៅវាទៅជារីករូសវាទៅជាហើមឈឺពោះញឹកញាប់ផងដែរទី3គឺសឡផ្សិតឆាផ្សិតស្ងោផ្សិតបងប្អូនខ្មែរយើងនិយមចូលចិត្តផ្សិតដែរតែកាលណាផ្សិតយើងទុកវាយូរសូម្បីតែយើងទុកតែមួយយប់ហ្នឹងវាមានការប្រែប្រួលហើយវាខូចគុណភាពហើយតម្រាំតែយើងឆ្លហើយយើងយកកម្ដៅទៅមកទៀតវានឹងមានអាសារធាតុមួយយ៉ាងគេហៅថាប្រូតេអ៊ីនអញ្ចឹងកាលណាហ្នឹងវារីកលូតលាស់ទៅវាអាចធ្វើឲ្យយើងហើមពោះឈឺពោះឆ្អល់ពោះរីករូសបានដូចគ្នាអញ្ចឹងតែគេធ្លាប់មានបទពិសោធន៍ដែលសឡមួយឆ្នាំងដែលយើងញ៉ាំហើយសល់ហើយយើងស្ដាយយើងយកទៅកម្ដៅម្ដងហើយម្ដងទៀតជួយខមមិនប្រាប់អ្នកគ្រូសេតូថងហើយវីដេអូនេះអត់មានខុសមានត្រូវទេវាជាការចែករំលែកបើសិនជាករណីថាបងប្អូនទម្លាប់ធ្វើអញ្ចឹងហើយខ្ញុំបង្ហាញថាអាហ្នឹងអត់ល្អទេបងប្អូនចង់បញ្ឈប់ក៏បានបងប្អូនចង់បន្តក៏បានអរគុណច្រើនបងប្អូនទាំងអស់គ្នា